បាទសួស្តីអ្នកទាំងអស់គ្នាឧស្សាហ៍អញ្ចឹងគឺមានពុកម៉ែបងប្អូនបាទហើយក៏បានញោមបានដឹកដីក៏គាត់ដឹកដីយកមកចាក់បន្ថែមដើម្បីចាក់ដីយើងកុំឲ្យវាទាបយើងវាអាចត្រូវទឹកច្រើនពេកលិចអីទៅវានឹងខូចដំណាំមកគឺជាទិដ្ឋភាពឈូសឆាយដីតែគាត់ថាអស់លុយវាមិនពិបាកអីទេបងដោយសារទី1វាយើងដំណាំច្រើនអញ្ចឹងវាមានស្វាយមានដូងមានអីអញ្ចឹងការរុយមកគាត់ទៅលោកចឹងដោយរុយស្អាតភាសារុយទៅចូលតាមប្រឡោះតាមអីអញ្ចឹងគាត់មានលុយហ្នឹងមិនដឹងឃើញនោះលេវាណៃបាញ់ឲ្យហើយក៏នៅគាត់ទៅរុយស្អាតដដែលមិនឃើញដីក៏មិនឃើញស៊ូដែររុយទៅមានព្រៃទៅឲ្យគាត់ប៉ះនៃរាយរាប់បកស្រាយតែមានតែឲ្យពុកម៉ែបងប្អូនទស្សនាតាមរឿយបន្តតាមដានហើយកុំភ្លេចជួយ Subscribe និងចុច Follow ដល់ Channel YouTube របស់ខ្ញុំបាទផងបាទពីក្រុមក្រោយក៏សូមអរគុណបាទ